ថ្ងៃនេះលក់ស្ងាត់ណាស់និយាយទៅលក់ស្ងាត់រាល់តែថ្ងៃហ្នឹងតែពេលខ្លះទៅក៏មានមួយកំងពេលខ្លះទៅក៏បានលក់រីខ្លះប៉ុន្តែវាអត់ដូចលើកមុនទេដោយសារតែឥឡូវហ្នឹងគឺសេដ្ឋកិច្ចកាន់តែពិបាកទៅហើយណាមួយប្រេងសាំងឡើងថ្លៃទៀតអញ្ចឹងអ្នកទិញគាត់អត់សូវចង់ចំណាយថ្លៃចាក់សាំងណាមួយគាត់ត្បិតត្បៀតក្នុងការរស់នៅអញ្ចឹងណាបងប្អូនអរគ្នាវិថាអ្វីដែលចាំបាច់បានគាត់ទិញជាពិសេសគឺរបស់ញ៉ាំបើសិនជារបស់ប្រើប្រាស់នេះវិញបើគាត់អាចកាត់បន្ថយបានគាត់នឹងកាត់បន្ថយហើយតែលក់របស់ប្រើប្រាស់ដូចខ្ញុំអញ្ចឹងរាល់ថ្ងៃហ្នឹងបងប្អូនលក់ដាច់អត់បងប្អូនអរគ្នាតែខ្ញុំនៅនេះវិញគឺខ្ញុំលក់ស្ងាត់មែនទែនតែម្ដងហើយពេលខ្លះគឺលួចទៅសារខ្លួនឯងដែរដូចថាហ៊ានមកលក់ម្នាក់ឯងអញ្ចឹងណាបងប្អូនចោលកូនចោលចៅនិយាយទៅគឺផ្លូវចិត្តរឹងមាំមែនទែនតែម្ដងបងប្អូនអរគ្នាបើយើងមិនផ្លូវចិត្តរឹងមាំទេយើងអត់អាចរំលោះអីវ៉ាន់យើងអស់ទេណាមួយអីវ៉ាន់ខ្ញុំនៅច្រើនមែនទែននៅសល់ពេញតូបតែម្ដងហើយខ្ញុំមកលក់នេះគឺខ្ញុំអត់មានទិញអីវ៉ាន់ចូលទេបងប្អូនហើយដោយសារតាខ្ញុំចង់លក់អីវ៉ាន់ចេញអញ្ចឹងទៅពេលខ្លះខ្ញុំនឹកឃើញថាបើសិនជាអាចខ្ញុំអាចទៅរកស៊ីនៅខាងខ្មែរយើងវិញអញ្ចឹងទៅក៏វាមួយយ៉ាងដែរព្រោះអីសភាពការអត់ដឹងថាម៉េចមកទៀតទេបងប្អូនអរគ្នាអញ្ចឹងបើសិនជាខ្ញុំនៅតែទិញអីវ៉ាន់ចូលនៅតែលក់ដូរធម្មតាខ្ញុំខ្លាចថ្ងៃក្រោយទៅវាមានបញ្ហាអីទៀតយើងចោលអីវ៉ាន់យើងនៅតូបនឹងច្រើនអញ្ចឹងណាហើយថ្ងៃហ្នឹងគឺខ្ញុំបិទតូបពីថ្ងៃខ្ញុំមករកទិញអីដើម្បីទុកញ៉ាំតែល្ងាចឡើងគឺខ្ញុំអត់សូវធ្វើម្ហូបអីញ៉ាំច្រើនទេបងប្អូនអរគ្នាដោយសារតែខ្ញុំអត់ចង់ឡើងគីឡូដែរអញ្ចឹងទៅខ្ញុំទៅទិញតារោពងមាន់ជាមួយនឹងបន្លែពោតបារាំងអញ្ចឹងណាហើយខ្ញុំដើរលេងនៅក្នុងផ្សារដោយសារតាពេលដើរមើលបន្លែមើលអីអញ្ចឹងទៅមានអារម្មណ៍ថាស្រស់ស្រាយដូចថាធូរក្នុងចិត្តអញ្ចឹងណាបងប្អូនអរគ្នាដោយសារតែយើងមករស់នៅម្នាក់ឯងអញ្ចឹងទៅមានអារម្មណ៍ថាដូចជាឯកាហើយណាមួយនឹកកូននៅផ្ទះខ្លាំងមែនទែនអញ្ចឹងហើយមានតែពាក្យថាតស៊ូទេមិនដឹងធ្វើម៉េចទេបងប្អូនហើយដោយសារតែយើងធ្លាប់រស់ស៊ីនៅនេះយូរហើយបើថាឲ្យយើងឈប់ភ្លាមទៅរស់ស៊ីនៅកន្លែងផ្សេងយើងខ្លាចដាក់ទៅវាខុសដាក់ទៅវាមិនត្រូវអញ្ចឹងទៅយើងសុខចិត្តនៅរស់ស៊ីនៅនេះមួយរយៈសិនណាមួយយើងក៏ច្រើនបើសិនជាយើងឈប់ភ្លាមក៏បាត់មួយបាត់អីអស់អញ្ចឹងយើងស្ដាយបងប្អូនយើងជាអ្នករស់ស៊ីបងប្អូនដែលធ្លាប់រស់ស៊ីដឹងហើយចាហើយបន្ទាប់ពីខ្ញុំដើរចុះដើរឡើងមើលហើយក៏រោទិញបន្លែតែម្ដងហើយបន្លែនៅនឹងថោកមែនទែនបងប្អូនអរគ្នាម្ដុំ10 បាតទេតែខ្ញុំហូបតែម្នាក់ឯងអញ្ចឹងខ្ញុំទិញតែម្ដុំទេបន្ទាប់ពីខ្ញុំទិញហើយខ្ញុំដើររកពងមាន់ណាបងប្អូនហើយពងមាន់ហ្នឹងក៏ខ្ញុំអត់ទិញច្រើនដែរខ្ញុំទិញតែ4គ្រាប់អីទេ4គ្រាប់ហ្នឹង20 បាតគេលក់មួយ5 បាតអញ្ចឹងណាបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំទិញហើយគឺខ្ញុំជិះទៅផ្ទះវិញហើយដោយសារតាយើងដើរចុះដើរឡើងទៅមកយប់ល្មមហើយថ្ងៃហ្នឹងគឺថ្ងៃគេបើកងានអញ្ចឹងណាបងប្អូនចាបើកងានគេលក់មានថ្ងៃអញ្ចឹងណាដូចថាមួយអាទិត្យគេលក់3ថ្ងៃគេមានលក់ឆ្លាស់ថ្ងៃគ្នាហើយថ្ងៃនេះចំថ្ងៃគេបើកងានមើលទៅគឺមនុស្សមកច្រើនដែរហ្នឹងបងប្អូនអរគ្នាហើយរបស់គេញ៉ាំមានគ្រប់មុខមានតាំងពីបន្លែគេលក់របស់ញ៉ាំគ្រប់ប្រភេទតែម្ដងឥឡូវខ្ញុំបានមកដល់ផ្ទះហើយខ្ញុំបានរើជាមួយនឹងបន្លែរបស់យើងចេញហើយថ្ងៃហ្នឹងថ្ងៃសិលដែរខ្ញុំទិញផ្លែចេកយកមកសែនមកស្និតទៅហើយខ្ញុំចាប់ផ្ដើមលាងបន្លែនិយាយទៅបន្លែហ្នឹងពេលញ៉ាំពេលល្ងាចអញ្ចឹងគឺល្អមែនទេដូចថាក្រោកព្រឹកឡើងយើងបត់ជើងមកអស់អញ្ចឹងណាហើយពងមាន់ខ្ញុំយកទៅស្ងោរនិយាយទៅខ្ញុំស្ងោរជាប់ភ្នៅបងប្អូនដាក់ទឹកឲ្យពុះខ្លាំងហើយខ្ញុំស្ងោរប្រហែលតែ5 នាទីហ្នឹងគឺពងមាន់យើងបានជាប់ភ្នៅឆ្ងាញ់មែនទែនហើយពងមាន់របស់គេហ្នឹងមកគ្រាប់5 បាតធំណាបងប្អូនអានេះអាលេខ1ពងមាន់ហ្នឹងណាហើយនេះខ្ញុំស្ងោរហើយគឺខ្ញុំអត់មានចលក់អីទេគឺខ្ញុំញ៉ាំតទេអញ្ចឹងហ្មងនិយាយទៅពួកពោតបារាំងហ្នឹងញ៉ាំតទេគឺឆ្ងាញ់ហ្នឹងបងប្អូនតែយើងចង់ចលក់ជាមួយនឹងទឹកត្រីកោះកុងឬក៏ទឹកម្រេចអីក៏បានដែរសាច់ទឹកចិត្តរបស់យើង